ថ្ងៃនេះយើងមកស្ដាប់រឿងព្រេងមួយដែលមានឈ្មោះថាម្ដាយចុងនាតរស់នៅជាមួយឪពុកនិងម្ដាយយ៉ាងមានសុភមង្គលប៉ុន្តែសេចក្តីសុខនោះមិនយូរអង្វែងទេនៅពេលដែលនាតនៅជាកុមារីម្ដាយបង្កើតរបស់នាងបានធ្លាក់ខ្លួនឈឺនិងបានចែកឋានទៅចោលនាងឪពុករបស់នាងបានរៀបការជាមួយស្ត្រីម្នាក់ទៀតឈ្មោះថាជាផ្ទះនេះតូចបន្តិចហើយមីងជាមានកូនស្រីម្នាក់ឈ្មោះសុភាដែលមានចរិតខ្ជិលនិងពូកែរឆ្នែនចាប់ពីថ្ងៃនោះមកជីវិតរបស់នាតលំបាកជាងមុនទ្វេដងឆាប់ដុសសម្អាតផ្ទះនេះទៅហើយធ្វើឲ្យវាស្អាតផងម្ដាយចុងរបស់នាងមិនដែលស្រឡាញ់នាងឡើយជារៀងរាល់ថ្ងៃម្ដាយចុងនិងសុភាហូបបាយសនិងសាច់រីឯនាតវិញហូបតែបាយក្តាំងប៉ុណ្ណោះនាតតែងតែទៅមាត់ស្រះទឹកនៅក្រោយផ្ទះដើម្បីយំនិងស្រមៃមើលម្ដាយរបស់នាងម៉ែខ្ញុំនឹកម៉ែណាស់ស្រាប់តែមានត្រីមួយក្បាលពណ៌មាសចេញពីទឹកហើយនិយាយទៅកាន់នាងហេតុអ្វីបានជាកូនស្រីយំម្នាក់ឯងត្រីពណ៌មាសគឺជាម្ដាយរបស់នាងដែលចាប់ជាតិជាសត្វត្រីដើម្បីជួយសង្គ្រោះនិងមើលថែកូនស្រីកុំខ្លាចអីកូនស្រីម៉ែនៅទីនេះដើម្បីជួយកូនហើយម្ដាយចុងបានដឹងរឿងត្រីមាសហើយនាងមានគម្រោងអាក្រក់មួយយើងត្រូវតែចាប់ត្រីនោះយកមកធ្វើម្ហូបឲ្យបាននៅព្រឹកបន្ទាប់ម្ដាយចុងនិងសុភាបានលបឆាប់ត្រីមាសនោះយកមកសម្លាប់ពួកគេបានយកត្រីនោះមកធ្វើម្ហូបដើម្បីហូបទាំងអស់គ្នាតែមិនឲ្យនាតហូបឡើយក្លិនឈ្ងុយណាស់ម៉ែនៅពេលដែលនាតដឹងថាម្ដាយមាសរបស់នាងត្រូវបានគេសម្លាប់នាងមានសេចក្តីទុក្ខក្រៀមក្រំជាខ្លាំងម៉ែហេតុអ្វីពួកគេសម្លាប់ម៉ែនាតបានទៅសុំជំនួយពីលោកយាយចាស់ក្នុងភូមិម្នាក់ដើម្បីសុំឆ្អឹងត្រីមាសដែលជាម្ដាយរបស់នាងមកកប់វិញកុំខ្លាចអីចៅយាយនឹងជួយចៅនាងបានយកឆ្អឹងត្រីមាសមកកប់ក្បែរមាត់ស្រះទឹកហើយនាងបួងសួងសុំឲ្យម្ដាយរបស់នាងមានក្តីសុខម៉ែកូននឹងចាំម៉ែនៅទីនេះប៉ុន្តែមិនយូរប៉ុន្មានម្ដាយចុងនិងសុភាបានដឹងថាឆ្អឹងត្រីមាសនោះបានដុះជាដើមត្រសក់ដ៏ស្រស់ស្អាតមួយនៅក្បែរមាត់ស្រះទឹកនោះមើលណោះដើមត្រសក់វាដុះចេញពីកន្លែងកប់ឆ្អឹងត្រីនោះដើមត្រសក់នោះមានផ្លែតែមួយគត់ហើយវាមានរស្មីពណ៌មាសសុភាមិនចាំយូរក៏បានមកបេះវាភ្លាមនៅពេលដែលនាងហូបផ្លែត្រសក់នោះវាបែរជាមានរសជាតិល្វីងជាខ្លាំងនិងធ្វើឲ្យនាងឈឺចាប់រមាត់ពេញខ្លួនឯងជាអ្នកធ្វើឲ្យសុភាឈឺតើឯងដាក់អ្វីនៅក្នុងត្រសក់នោះម្ដាយចុងបានខឹងយ៉ាងខ្លាំងហើយចោទប្រកាន់នាតថាបានធ្វើបាបកូនស្រីរបស់នាងបានបណ្ដេញនាតចេញពីផ្ទះឲ្យទៅរស់នៅក្នុងព្រៃម្នាក់ឯងចេញពីផ្ទះយើងទៅកុំឲ្យខ្ញុំឃើញមុខឯងទៀតនាតបានរស់នៅម្នាក់ឯងក្នុងព្រៃយ៉ាងលំបាកវេទនាតើខ្ញុំត្រូវធ្វើដូចម្ដេចទៅប៉ុន្តែមិនយូរប៉ុន្មានមានព្រះអង្គម្ចាស់មួយអង្គដែលបានយាងមកបរបាញ់សត្វនៅក្នុងព្រៃនោះព្រះអង្គម្ចាស់បានឮសំឡេងយំរបស់នាតសំឡេងយំពីណាមកហើយទ្រង់ចង់ដឹងថាតើជានរណានៅពេលដែលទ្រង់បានឃើញទ្រង់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់និងភាពស្លូតបូតរបស់នាងសូមគុំយំអីអ្នកនាងតើអ្នកនាងចង់ទៅរួមនៅឯរាជវាំងជាមួយខ្ញុំទេព្រះអង្គម្ចាស់បានសួរនាំរឿងរបស់នាតហើយទ្រង់ចង់អញ្ជើញនាងឲ្យទៅរស់នៅឯរាជវាំងនៅពេលដែលម្ដាយចុងនិងសុភាដឹងរឿងនេះពួកគេមានកាយច្រណែនជាខ្លាំងហេតុអ្វីបានជានាងសំណាងម្ល៉េះនាតបានទៅរស់នៅឯរាជវាំងហើយនាងបានក្លាយជាមនុស្សម្នាក់ដែលគេស្រឡាញ់ចូលចិត្តនៅទីបញ្ចប់ម្ដាយរបស់នាតដែលបានកើតជាថ្មីជាត្រីមាសនោះបានមករស់នៅជាមួយកូនស្រីវិញម៉ែនៅទីនេះជាមួយកូនហើយនាតមិនដែលភ្លេចសេចក្តីល្អនៃអ្នកអស់ដែលបានជួយនាងឡើយរឿងនេះបង្រៀនយើងឲ្យដឹងថាមនុស្សដែលធ្វើអំពើល្អនឹងទទួលបានលទ្ធផលល្អវិញខ្ញុំសន្យាថានឹងធ្វើជាមនុស្សល្អជានិច្ច